Ba chỉ đẹp xu bỏ ôn ở khné trong ba chùa diệp mán chia một trayในการจะไล่ผลิตการนักประสบชีวะในมณฑลกสิกรรมรุกขประมาณในศาสตร์ในเขตบัดดำบองคือทั้งนี้ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយមែនទែនដែលបានចែករំលែកដល់បងប្អូនអំពីអត្ថប្រយោជន៍តាក់ទងជាមួយនឹងឡជីវៈស្មានបងប្អូនសម្រាប់ពេលបច្ចុប្បន្ននេះបើខ្ញុំសម្លឹងឃើញថាមានការប្រែប្រួលទៅលើថ្លៃហ្គាសបាទតែបច្ចុប្បន្ននេះហ្គាសហាក់ដូចជាមានការឡើងថ្លៃក៏ប៉ុន្តែសម្រាប់បងប្អូនដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបងប្អូននៅតែមានឱកាសទទួលបាននៅ gas free បាទមូលហេតុដែលខ្ញុំនិយាយថាបងប្អូននៅតែមានឱកាសទទួលបាន gas free ដោយសារបើសិនបងប្អូនដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារដែលមានការចិញ្ចឹមគោចិញ្ចឹមជ្រូកក្តីបាទគឺបងប្អូនអាចនឹងប្រមូលនៅកាកសំណល់លាមកសត្វដាក់ចូលនៅក្នុងឡជីវៈឧស្ម័ននេះវានឹងផលិតបានទៅជា gas ដែលបងប្អូនប្រើប្រាស់ free ហើយជាមួយគ្នាគឺបងប្អូនទទួលបាននៅជីធម្មជាតិបាទយើងចំណាយលុយសាងសង់តែម្ដងឬមួយក៏យើងអាចនិយាយថាយើងវិនិយោគជាមួយឡជីវៈស្មាននេះតែម្ដងគឺយើងបានប្រើប្រាស់ gas នឹង free ហើយនឹងជីនឹង free រហូតដល់ចន្លោះពី20ឆ្នាំបាទហើយការវិនិយោគសម្រាប់ការសាងសង់ឡនេះគឺមានការចំណាយតិចតួចទេក្រៅទៅពីការ gas ដែលយើងដុតសម្រាប់ចម្អិនម្ហូបអាហារបាទដាំស្លគឺយើងអាចប្រើប្រាស់ gas ធម្មជាតិនេះដើម្បីទាញនៅម៉ាស៊ីនបូមទឹកក៏បានបាទខ្នាតតូចហើយក៏អាចនឹងដុតបំភ្លឺបាទដុតបំភ្លឺហើយមួយវិញទៀត gas នេះក៏យើងអាចយកទៅច្នៃសម្រាប់ធ្វើជាឧបករណ៍កម្ដៅដល់កូនមាន់បាទក៏បានដែរហើយជាមួយគ្នានោះដែរអត្ថប្រយោជន៍ក្រៅពី gas គឺជីបាទជីដែលផលិតចេញពីឡជីវៈស្មាននេះគឺជាប្រភេទជីដែលល្អបំផុតដែលខ្ញុំហ៊ាននិយាយថាវាគឺជាចំណីអាហាររបស់ដីហើយក៏ជាចំណីអាហារដ៏ល្អរបស់រុក្ខជាតិដំណាំជាពិសេសគឺបន្លែបង្ការដែលបងប្អូនអាចដាំដុះជាលក្ខណៈគ្រួសារនោះហើយទន្ទឹមមនុស្សឡជីវៈស្មានផលិតបានទៅជាជីឡដែលល្អជួយកែប្រែដីនិងចូលរួមកាត់បន្ថយការប្រើប្រាស់ជីគីមីអញ្ចឹងការប្រើប្រាស់ឡជីវៈស្មាននេះខ្ញុំអាចនិយាយថាវាធ្វើឲ្យភូមិឋានរបស់លោកបងប្អូនស្អាតវាធ្វើឲ្យស្រែចម្ការរបស់បងប្អូនល្អបាទអញ្ចឹងឡជីវៈស្មាននេះគឺមានអត្ថប្រយោជន៍ច្រើនណាស់ដែលខ្ញុំបានរៀបរាប់ជូនខាងដើមបាទក្នុងនាមខ្ញុំជាមន្ត្រីបច្ចេកទេសកម្មវិធីឡជីវៈស្មានខ្ញុំសូមសនំពរដល់បងប្អូនងាកមកគ្រប់គ្រងក៏ដូចជាប្រើប្រាស់នៅឡជីវៈស្មាននេះហើយពួកយើងនឹងស្វាគមន៍រីករាយនៅក្នុងការងារផ្ដល់ប្រឹក្សាបច្ចេកទេសក៏ដូចជាចូលរួមនៅក្នុងការផ្ដល់នៅផលិតផលឡជីវៈស្មាននេះទៅដល់គោលដៅដែលបងប្អូនចង់បានប្រសិនបើបងប្អូនមានតម្រូវការឡជីវៈស្មានសូមបងប្អូនតំណែងមកកាន់លេខទូរស័ព្ទរបស់ខ្ញុំបាទផ្ទាល់គឺ012 24 20 គុតនិង23